ta mạch bàn châu chất rì con dầm đạch hôn sái nâng hôn mà nạt mà lại ta ta đại thừa ao xiêm cản cặp tại đấy chỉ cầm học nè nè mình cứ chỉ cầm học rồi bỏ sầm đạch hôn sái không niêm có chỉ nè được nón ta trời rì con có thể anh đang tìm mùi nè chả tìm pi cả sẽ phò Campuchia anh chụp ở tè năng pan nhà ha lụa đầu năng nòm chành ta mọc bìa vậy mọc bìa rễ cha hôn mà nát và sắm mặt phiệp nông cà vẹt cắt tịp sàn nòm chành ta dương trời đi con có thế này bắp thò lô con san bắt đầu hỏi con gọt hôn mà ni đã ấp đăng khal ấy dọc sừng kran do mà thôi chuyện bọn châu năm hai bậc bay ni châu năm từ chia bàn tắc đặc nia bát mà sao ở sờ mò lên miền sẽ đây thay thano phiệp ngồi ngục đại bậc bay ni khai thọ miền dù mà hai ta cua đi con đấy ao tập bay trong nội năng này rồi môi có trái cát máu mà đái flick bận đọc khổ các bà ở trẻ kịch ta trái cát máu khua pro hào rồi miền Panya ha cát máu ở miền Yoko máu rồi bạn ở trẻ kịch hay bà sân chỉ khơi xiêm can cặp tại đây là ra sầm đại hôn sàn còn nè còn có riêng năng khơi tiếp xa bò tê rễ ca hôn mà này khmer sầm mặt phiệp bằng rít sai cách năng bằng răng chi và phiệp và chi chọn ta cô đi con đấy ok nó pe hôn mà ni đã ấp đăng khal ấy mong bằng plan và pe ni châu Nam Khmer ta cô đi con đấy rồi môi có trái cát mà ở miền khổ chẳng ta ao trái kết đại trái luôn ấy đó hay bản thân chỉ trái trong tận lật plau rồi bát trường ta câu hôn trái bận to lật to tiệt ta ở bận to đấy vì pro thơ mạch bà cát mà ở miền khổ không niệm chia pol rat cứ trời rì con rì chả rat thà bị bảo không niệm chia pol rat American ta có rì con rat thà bị bảo Americ miền tại chơi ở miền khô ban cả máu chia pol rat sẽ lật bát trường nè đặc nòm vì khôngគ្នាតែប៉ុណ្្នឹងទេអញ្ចឹងចៅសួរខ្លួនឯងថាអញកើតមកមានខួរទេបើមានខួរចេះរីកគាត់ណាអូខេអានឹងចាំសំដីរបស់ត្រាំធ្វើឲ្យប្រជាជនអាមេរិកពេញចិត្តណាស់មែនទេលោកតាចំពោះគោលនយោបាយគាត់ប្រជាជនអាមេរិកមួយចំនួនពេញចិត្តគាត់មួយចំនួនមិនពេញចិត្តគាត់វាជារឿងធម្មតានៅក្នុងលទ្ធិប្រជាធិបតេយ្យមានអ្នកពេញចិត្តនិងអ្នកមិនពេញចិត្តណាចាចំណាយឆ្នាំ24គាត់ជាប់ឆ្នោតពីព្រោះប្រជាជនពេញចិត្តគាត់បោះឆ្នោតឲ្យគាត់ប៉ុន្តែការដែលពេញចិត្តគាត់ពេលបោះឆ្នោតឲ្យគាត់មិនមែនបន្តពេញចិត្តរហូតទេនៅក្នុងលទ្ធិប្រជាធិបតេយ្យប្រជាជនពេញចិត្តឬមិនពេញចិត្តដោយសេវាកម្មរបស់អ្នកនយោបាយថាតើចេញផលឲ្យគាត់ពេញចិត្តឬគាត់មិនពេញចិត្តអានឹងអញ្ចឹងណាចាអូខេលីបញ្ហាព្រំដែនកម្ពុជាដែលល្អមួយមកនៅពេលដែលមេដឹកនាំដោយលោកហ៊ុនសែនបានធ្វើឲ្យបញ្ហាទឹកដីនិងព្រំដែនច្បុកច្បល់រឿងនេះធំណាស់មិនមែនយើងអង្គុយនិយាយមួយម៉ាត់ដោះស្រាយចេញទេចាស់ណាមិនមែនដោះស្រាយចេញទេបញ្ហាព្រំដែនជាមួយប្រទេសជិតខាងត្រូវការដោះស្រាយពី1ឆ្នាំទៅ50ឆ្នាំអ្វីដែលបរទេសយកបានមិនងាយបានមកវិញទេនៅពេលដែលប្រជាពលរដ្ឋខ្មែរត្រូវអ្នកដឹកនាំបាត់បង់មិនឲ្យដឹងអំពីរឿងទឹកដីខ្លួនណាកូនណាចៅសួរខ្លួនឯងថាតើចៅដឹងពីរឿងទឹកដីរបស់ចៅទេអត់ហេតុដូចម្តេចបានជាចៅអត់ដឹងពីព្រោះរាជការបាត់បង់ណាតែការវិតម្លៃលើការសិក្សាតាមកម្មវិធីភាសាមកលើប្រទេសកម្ពុជាគេកំណត់ទៅលើអ្វីកម្មវិធីភាសាគឺជាកម្មវិធីដែលយើងចូលរួមឬមិនចូលរួមកាលណាយើងចូលរួមគេមានតេស្តបើយើងធ្វើតេស្តទៅវាចេញបន្ទុកតេស្តនឹងប៉ុណ្ណាលទ្ធផលចេញប៉ុណ្ណឹងដូច្នេះបើចៅចង់ដឹងអំពីរបៀបដែលគេរៀបចំតេស្តសម្រាប់ភាសាចៅទៅសិក្សាពីអង្គការដែលគេរៀបចំហ្នឹងណា
kế ọt bằng không dương đây chẳng dương bạn để saiประเทศកម្ពុជាអាចមិនចូលរួមជាមួយគេតែបើយើងចូលរួមជាមួយគេយើងត្រូវធ្វើតេស្តហើយគេយកបន្ទុកនៅក្នុងតេស្តហ្នឹងគេចាប់តារាងអំពីប្រទេសយើងតែប៉ុណ្ណឹងណាបើចង់ដឹងអំពីតម្រូវការនៃតេស្តនឹងយ៉ាងម៉េចអីចាំទៅសិក្សាពីអង្គការហ្នឹងគេមានព័ត៌មានឲ្យអញ្ចឹងណាឬក៏អាចសាកសួរក្រសួងអប់រំខ្មែរយើងប្រហែលជាគេមានបញ្យល់អូខេសួស្តី Mr. Bai រ៉ាស៊ីសំទោសណាចាណាកុំសួររឿងហ្គេមជាមួយតាបើសួរ 3-4 ដងទៅវាច្រើនពេកតាដេញចាញ់ឈប់បានមើលតាអត់ចេះលេងហ្គេមដូចចាញ់ទេពីព្រោះតាតាំងពីក្មេងមកជីវិតរបស់តាវាលំបាកចាឯងរស់នៅស្រួលទៅលេងទៅចាកុំមកសួរតាអូខេបើសួរតារឿងហ្គេមតាដេញចាញ់ណាកូនណាទៅលេងទៅចាឯងមានពេលតាអត់មានពេលទេម៉ាលីភួងអរគុណចាន់ម៉ូលីឈឹមសួស្តីពីរុនលីលោកអ៊ំតើការប្រឡងយកសញ្ជាតិនៅសហរដ្ឋអាមេរិកពិបាកប្រឡងទេអត់ពិបាកទេស្រួលណាស់អត់ពិបាកទេបើប្រៀបធៀបទៅនឹងអាមេរិកប្រៀបធៀបអាមេរិកនិងបារាំងពិបាកណាស់តែចំពោះអាមេរិកស្រួលរីតាពៅរៀន automation ល្អឬទេល្អតែត្រូវការបរិញ្ញាបត្រmy phone សួរម្ដងទៀតតាដេញចាញ់ណាចៅណាហើយចៅឯងតាដេញចាញ់ហើយបិទប៉ុសអត់ឲ្យចៅឯងចូលទេអូខេម៉ាឡេវាសួររ៉ាថារ៉ាជីរតនាអញមើលឯងមិនស្គាល់ការធ្វើម៉េចចូលសញ្ជាតិអាមេរិកចៅឯងមករស់នៅអាមេរិកដឹងហើយរបៀបចូលសញ្ជាតិមិនបាច់សួរទេចាធ្វើម៉េចឲ្យតែបានមករស់នៅអាមេរិកមកដល់ព័ត៌មាននៅនេះហើយស្រេចអត់ចាំបាច់សួរទេណាកុំឲ្យខាត់ពេលមកដល់ព័ត៌មានគេមាននៅនេះអូខេចាន់លៀងងៅការលាងលុយតលតែមានច្បាប់កំណត់និយមន័យច្បាប់កំណត់ទើបយើងអាចដឹងថាដូចម្ដេចដែលហៅថាចរាចរណ៍លុយឬក៏ការលាងលុយខុសច្បាប់ប្រសិនបើគ្មានច្បាប់កំណត់ជាភាសាខ្មែរទេយើងអត់ដឹងទេនៅប្រទេសណាក៏ដោយការលាងលុយអាស្រ័យទៅលើច្បាប់រដ្ឋអូខេលាងមិនមែនយើងសន្និដ្ឋានមាត់ទៅទេគឺនិយមន័យច្បាប់ថាដូចម្ដេចហៅថាលាងលុយណាសុំបញ្យល់រឿងបោកពន្ធបន្ថែម 15% រយៈពេល150ថ្ងៃផងគ្មានអីលំបាកទេរដ្ឋាភិបាលលោកប្រធានាធិបតីត្រាំគ្មានសិទ្ធិដាក់ពន្ធគយអចិន្ត្រៃយ៍ទី1តាមរយៈការបកស្រាយរបស់តុលាការកំពូលលោកប្រធានាធិបតីត្រាំគ្មានអំណាចដាក់ពន្ធគយអចិន្ត្រៃយ៍ដូច្នេះអ្វីដែលបានលើកជាពន្ធគយពីខែមេសាឆ្នាំ2025ត្រូវចាត់ទុកថាមោឃៈគឺគ្មាននីតិភាពមានន័យថាខុសច្បាប់នេះគឺជាការបកស្រាយរបស់តុលាការកំពូលអញ្ចឹងបន្ទាប់ពីនឹងមកលោកប្រធានាធិបតីប្រើច្បាប់ថ្មីដើម្បីដាក់ពន្ធច្បាប់ថ្មីនេះដាក់ពន្ធបានតែ150ថ្ងៃហើយក្រោយពី150ថ្ងៃប្រធានាធិបតីត្រូវស្នើសភាឲ្យអនុម័តថាតើត្រូវបន្តទៅទៀតឬទេបើសភាបន្តទៅទៀតអាហ្នឹង150ថ្ងៃទៀតដល់150ថ្ងៃបន្តទៅទៀតឬទេអាហ្នឹងគឺមានន័យអញ្ចឹងហើយពន្ធរបៀបនេះគឺខ្ពស់បំផុត 15% លើស 15% ដាក់បានទេក៏ប៉ុន្តែប្រធានាធិបតីសហរដ្ឋអាមេរិកមានច្បាប់ដទៃទៀតដែលអាចយកមកប្រើបានដូច្នេះប្រធានាធិបតី Donald Trump នឹងប្រឹងប្រែងយកច្បាប់ដទៃទៀតមកប្រើនៅក្នុងការដាក់ពន្ធគយលើទំនិញដែលនាំចូលសហរដ្ឋអាមេរិកអាហ្នឹងអញ្ចឹងណាចម្លើយមានប៉ុណ្ណឹងសាហ្សាគី
ta miên ở vậy cả là bà sân bạc xây làm căn này cao chưa bạc xây ọt miên tế bạc đại dương khơi những sạch tại chia bạc sầm ramในกัมพูชีเขมรปะนโยบายนะเปิดประกอบเตะจะหาแต่ปะสำรามปะกำดอชารีไอในกลางกรมโดยอะไรอย่างสี่ไอ้กรมสำรามกรมกำดอชาขมายเขมรเนี่ยนโยบายเตียงตอดตรำตรเตะเขมรเนี่ยนโยบายเตียงตอดตรำตรเตะเมียนแต่เนี่ยนโยบายเบาพูดดำไปสลามสมบัติจังชุกกิดคอมเรียนนะจ๊ะนะชุกกิดคอมเรียนขมายเนี่ยนโยบายเจ็ดแหละปิดประกอบต่อสู้เจียดเอาตอนการในลายเตะมันดังชนำนาจับประเดี๋ยวสันติมันดังชนำนาการเต้นนะก่อนนะโอเคนะซาซากิริดวากีเล่นไกลาเจียจีบหล่อเต้ในประเทศกัมพูชีอาจมีอนาคตเต้ก่อนบ้านในอเมริกมีอนาคตเจียอาชีพแต่บ้านในประเทศกัมพูชีอันตรายเลยโรซี่កូនខ្ញុំរៀននៅសាលា Christian នៅ Nashville Tennessee តែមុខវិជ្ជាមិនសូវខ្លាំងឥឡូវគាត់ចង់បដូរទៅរៀន STEM វិញតើពូយល់យ៉ាងណាបដូរទៅឲ្យគាត់បដូរទៅបាទល្អហើយមេសាតើធ្វើដូចម្ដេចបានធ្វើនាយករដ្ឋមន្ត្រីទៅបដូរហ៊ុនសែនសិនហើយឡើងធ្វើនាយករដ្ឋមន្ត្រីទៅវិធីធ្វើនាយករដ្ឋមន្ត្រីស្រួលណាស់គឺទៅបដូរហ៊ុនសែនទៅបដូរហ៊ុនសែនចៅឯងបានធ្វើនាយករដ្ឋមន្ត្រីហើយគេហៅរដ្ឋនាយករដ្ឋមន្ត្រីជីចានទៅបដូរភ្លាមហ៊ុនសែនបដូរភ្លាមចៅឯងបានធ្វើរដ្ឋនាយករដ្ឋមន្ត្រីជីចានគេហៅនាយករដ្ឋមន្ត្រីជីចានអូខេងាយធ្វើណាស់ចឹងតាធ្វើម៉េចវិន័យខ្លួនឯងកុំឲ្យខ្ជិលកែតាក៏ខ្ជិលដែរតាមហាខ្ជិលហើយកូនតើយើងខំប្រឹងកែតានៅអាមេរិកគួយមានប្រាក់ខែចូលនិវត្តន៍ឬទេប្រាក់មនុស្សទាំងអស់នៅអាមេរិកឲ្យតែធ្វើការមានប្រាក់ចូលនិវត្តន៍ឯកជនក៏ដោយធ្វើការក្រៅរដ្ឋាភិបាលក៏ដោយក្នុងរដ្ឋាភិបាលក៏ដោយមានចូលនិវត្តន៍ទាំងអស់វឌ្ឍនៈបើខ្ញុំមានលុយច្រើនគួរបើកក្រុមហ៊ុនត្រឹមត្រូវរកស៊ីនៅខ្មែរតែខ្លាចអ្នកធំបើខ្លាចកុំបើកអ្នករកស៊ីគេតែងតែគិតណាចៅក្មួយតែបើខ្លាចកុំបើកសុធាហ៊ុនម៉ាណីរៀបចំសង្គ្រាមហើយនឹងជះទឹកប៉ាតម្សៅហើយអ្វីលោកតាថាមិនមែនជារបស់ខ្មែរមិនមែនជារបស់ខ្មែរទេជាវប្បធម៌បរទេសវប្បធម៌ជះទឹកប៉ាតម្សៅខ្មែរមានចូលឆ្នាំហើយនៅក្នុងបុណ្យចូលឆ្នាំអត់មានជះទឹកប៉ាតម្សៅទេអត់មានទេហើយចូលឆ្នាំអត់មានសង្គ្រាមទេសង្គ្រាមគឺជារបស់បរទេសណាចឹងហ៊ុនម៉ាណីគ្មានដឹងខ្យល់អីទេយកមកធ្វើហើយឥឡូវហ្នឹងអ្នកទ្រផ្លោកកែវចនានុក្រមទៀតថាសង្គ្រាមហ្នឹងគឺចូលឆ្នាំដើម្បីបំពេញចិត្តតកូលហ៊ុនស៊ីណាប្រាន់សតើធ្វើម៉េចឲ្យម៉ែខ្ញុំជប់ចាក់ឆ្នោតទី1កុំឲ្យលុយគាត់អូខេទុកឲ្យគាត់ដាច់បាយកាលណាគាត់អត់មានបាយស៊ីគាត់លែងចាក់ឆ្នោតដែរហើយបើសិនជាគាត់ដើរជាពាក់គេទុកឲ្យគាត់ជាប់គុកទៅកាលណាគាត់ជាប់គុកយើងមិនបាច់ទៅមើលគាត់ទេឲ្យគាត់ស៊ីបាយក្រហមនៅគុកទៅចាញ់មកវិញបើគាត់មិនរៀងទេឲ្យគាត់ចូលគុកម្ដងទៀតទៅពីព្រោះយើងអត់អាចកែគាត់បានទេត្រូវឲ្យគាត់ទទួលផលងាយសង្ងំម៉ែខ្ញុំធ្វើអញ្ចឹងដែរអូខេយើងអត់មានបាបទេកូនគាត់ប្រព្រឹត្តអំពើបាបដែលយើងមិនអាចកែគាត់បានគាត់ទទួលនៅផលពីខ្លួនគាត់តាពៅរៀនអគ្គិសនីទៅរករៀនកន្លែងដែលយើងខ្វះចន្លោះសិនបើតោកធ្វើទៅតាមទៀតល្អកូនតាបច្ចុប្បន្នបើរៀនសាលាបារាំងល្អទេបើសិនណាជាអាចរៀនអង់គ្លេសរៀនទៅប៉ុន្តែបើសិនជាអត់មានលុយរៀនអង់គ្លេសទៅរៀនបារាំងក៏វាមិនខាតដែរតែរឿងសាលាមួយណាអីតាអត់ដឹងទេកូនណាតែបើត្រូវបង់លុយក៏រៀនអង់គ្លេសសង្ក្រានបនស្ទេវជួបជុំនៅវត្តនោះមិនមែនស្ទេវទេវប្បធម៌បរទេសចឹងហ្មងវប្បធម៌បរទេសហើយយើងទៅចម្លងពីសៀមមកដោយគ្មានការខ្មាស់អៀនហើយយើងទៅចោះឈ្មោះនៅ UNESCO អីគ្មានប្រយោជន៍អីទេ UNESCO មានដឹងអីវា
UNESCO មិនមែនជាអង្គការវប្បធម៌ពិភពលោកដែលចេះដឹងឯណាស្អីអាបេតិកភណ្ឌអត់រូបភាពអីហ្នឹងដឹងមានន័យថាម៉េចទេគ្មានន័យអត់ន័យទៅដល់ខំប្រឹងចោះយកមកធ្វើខ្មោចយកអីណាគ្មានសូមបញ្ជាក់ថាវាអត់មានអង្គការវប្បធម៌ពិភពលោកទេវាមានតែឈ្មោះគ្មានណាដែលដឹងវប្បធម៌យើងទេតើប្រទេសមួយហ្នឹងមានការចេះដឹងប្រកាន់នៅអត្តសញ្ញាណរបស់ខ្លួនមករាម៉ៅអូហាយ៉ូសួស្ដីអូហាយ៉ូផ្ទះថោកល្មមនៅណាបាទសួស្ដីណាងួនលោកតាខ្ញុំលន់នល់ពិតជាក្បត់ជាតិដោយគេថាអត់ទេលន់នល់អត់មានក្បត់ជាតិអីទេអត់មានក្បត់ជាតិទេណាពាក្យថាក្បត់ជាតិគ្មានទេដរាបណាมันមាននិយមន័យច្បាប់ត្រឹមត្រូវអ្នកនយោបាយខ្មែរទាំងសីអនុទាំងអីខុសឬខុសត្រូវឬត្រូវតែក្បត់ជាតិខ្ញុំមិនសូវចូលចិត្តប្រើវាទេរតនៈថ្ងៃចូលឆ្នាំតាឯងមកខ្មែរអត់គេធ្វើសង្គ្រាមសប្បាយណាស់ទៅសប្បាយទៅចៅវប្បធម៌នៅរស់ខ្មែរកើតមកអត់ស្គាល់វប្បធម៌ខ្លួនឯងអាហ្នឹងហើយបាបកម្មរស់នៅក្រោមហ៊ុនសែនអញ្ចឹងហើយតារួចខ្លួនហើយណាបើតានៅស្រុកខ្មែរពេលសង្គ្រាមតាដេកផ្ទះបើតារស់នៅស្រុកខ្មែរពេលគេធ្វើសង្គ្រាមទៅតាដេកផ្ទះតាចង់ញ៉ាំនំញ៉ាំណែកញ៉ាំកាទៀវញ៉ាំចំណីអីតាធ្វើទៅហើយឬតាទិញយកមកញ៉ាំទៅហើយឲ្យតាទៅបាយទឹកបាយអីតាអត់ធ្វើទេពីព្រោះវប្បធម៌ចង្រៃវប្បធម៌ស្មោកគ្រោកតាអត់ធ្វើហើយបើគេបាច់ទឹកតាមផ្លូវតាមិនធ្វើដំណើរតានៅផ្ទះទៅចប់ហើយអានឹងស្រាប់តែចៅឯងចង់ទៅចៅឯងចង់ធ្វើទៅតាអត់ខាត់ទេតាអត់មានហាមទេចង់ធ្វើទៅតាគ្រាន់តែនិយាយថាអានឹងមិនមែនរបស់ខ្មែរអូខេអានឹងរបស់បរទេសតែបើចង់ធ្វើទៅតាអត់ចេះហាមទេតាគ្រាន់តែវែកញែកឲ្យតែប៉ុណ្ណឹងថាវាមិនមែនរបស់ខ្មែរតែប៉ុណ្ណឹងណាឥឡូវចៅគិតមើលកាលណាចៅសួរតាថាតាកាន់សាសនាអីតាឆ្លើយទៅវិញថាតាប្រតិបត្តិពុទ្ធសាសនាឧបមាថាតាធ្វើដំណើរនៅសហរដ្ឋអាមេរិកហើយគេចូលទៅវត្តគេបបួលគេថាតែដល់រដ្ឋហ្នឹងចូលវត្តហ្នឹងទេតាអត់ចូលទេបើតាជិះឡានផ្សេងតាថាគេចូលតាអត់ចូលទេចូលថ្វាយអង្គមលោកតាអត់ចូលតាប្រតិបត្តិពុទ្ធសាសនាប៉ុន្តែតាឥឡូវដូរចិត្តហើយបើតាជិះឡានទៅលេងរដ្ឋដទៃនៅសហរដ្ឋអាមេរិកហ្នឹងគេបួនខាងវត្តខ្មែរចូលទេអត់ចូលទេហើយសួរតាវិញថាតាមិនអត់ចូលតែឯងអត់កាន់ពុទ្ធសាសនាអត់ទេកាន់ពុទ្ធសាសនាតែតាអត់ចូលទេតាអត់ដឹងថាវត្តហ្នឹងស្អីផងហើយចូលពីដើមចូលឥឡូវមិនអត់ចូលពុទ្ធសាសនាឥឡូវវាដូរអស់ហើយអញ្ចឹងមិនបាច់ចូលទេទំនៀមទម្លាប់នៅស្រុកខ្មែរពីដើមកាលណាយើងទៅភូមិស្រុកណាយើងចូលវត្តថ្វាយអង្គមលោកនឹងប្រពៃណីគ្រួសារតាណាកូនពីដើមឡើយទៅស្រុកភូមិណាតែងឈៀងចូលទៅវត្តថ្វាយអង្គមលោកឥឡូវឈប់ហើយចុះមិនក៏ឈប់ឆ្អែតតាំងពីសាសនា7មករាចេះតែខ្លាំងឡើងឆ្អែតដល់ឆ្អែតអត់មានសទ្ធាអត់មានសេចក្តីសម្រាប់ចង់ចូលទៅថ្វាយអង្គមលោកទៀតទេអញ្ចឹងតាកាន់ពុទ្ធសាសនាយ៉ាងម៉េចពុទ្ធសាសនានៅកាន់ដែរគាត់ថាតាឈប់ចំណាយពេលស្ដាប់បានទេណាកូននឹងមួយទៀតឧទាហរណ៍តែគេធ្វើបន់នៅវត្តបន់ដើម7ថ្ងៃតក្កណានុប្រទានឬក៏ស្អីនៅវត្តហើយគេអញ្ជើញតាទៅទេទៅចុះពេលគេធ្វើពិធីអង្គុយនៅក្នុងពិធីចូលរួមជាមួយអត់មានបញ្ហាណាអត់មានព្រោះអាហ្នឹងជាពិធីតាបន្តិចដូចថ្ងៃមុនតានិយាយថាបើដាក់លុយ$20ចូលអនហើយសុំ
ណាអរគុណលោកអាចារ្យហើយលោកអាចារ្យរៀបដៃមកប្រាប់ថាឲ្យស្ដាប់គាត់ហើយគាត់ជំទាវតាមមីក្រូហ្វូនឲ្យពរថ្ងៃក្រោយឈប់ចូលប៉ុនហ្នឹងហើយឃើញមុខអាចារ្យហ្នឹងលែងចូលប៉ុនណាមិនស្អប់គាត់ទេប៉ុន្តែអត់ត្រូវការចូលប៉ុនទៀតទេឈប់ហើយតាមាន$20ទៅចូលប៉ុនអត់មានត្រូវការជំទាវស្រែកឲ្យអាណាលឺទេជាសប្បុរសធម៌របស់តាគ្មានត្រូវការមុខមាត់អីទេអញ្ចឹងបើអាចារ្យជំទាវតាមមីក្រូហ្វូនច្រើនពេកឯងលែងចូលប៉ុនណាឈប់ហើយមិនបានឈប់ខឹងតែអាចារ្យអត់ទេអត់ខឹងទេខ្មាស់គេឈប់ហើយឈប់ហើយអាហ្នឹងអញ្ចឹងប៉ុណ្ណឹងឯងយល់សាហ្សាគីសួរថាហេតុដូចម្ដេចបានជាប្រជាជនថៃវង្វេងប្រវត្តិសាស្ត្រតាធ្លាប់ឆ្លើយហើយការពិតថៃអត់វង្វេងប្រវត្តិសាស្ត្រទេខ្មែរទេតែវង្វេងព្រោះខ្មែរអត់ដឹងថារបស់ខ្លួនហ្នឹងដែលបុព្វបុរសបង្កើតមកយ៉ាងម៉េចណាដូច្នេះហើយចៅទេដែលអត់ស្គាល់ប្រពៃណីរបស់ខ្លួនប្រវត្តិសាស្ត្រខ្លួនមិនមែនថៃទេចៅអាហ្នឹងអញ្ចឹងណាតាមានដឹងក្នុងប្រទេសហៅសៀមថាផ្ទះទី2ទេអ្នកដែលហៅសៀមថាផ្ទះទី2ពីព្រោះអ្នកនឹងខ្លាចសៀមអ្នកដែលនិយាយថាសៀមជាផ្ទះទី2ផ្ទះលេខ2ផ្ទះទី2ហ្នឹងអ្នកនឹងខ្លាចសៀមដោយអ្នកនឹងខ្លាចសៀមហើយខ្លាចហ៊ុនសែនថានិយាយនាំនេះដូច្នេះហើយក៏ដាក់ឈ្មោះថ្មីហៅសៀមផ្ទះលេខ2ណាអាហ្នឹងអញ្ចឹងដូច្នេះអ្នកដែលប្រើដែលហៅសៀមតែផ្ទះលេខ2គឺពួកនឹងខ្លាចសៀមជួយផ្ដាំផងថាតាជេមសុកនិយាយថាអ្នកណាក៏ដោយតែហៅសៀមថាផ្ទះលេខ2គឺខ្លាចសៀមអត់មានហ៊ានប្រឆាំងសៀមទេខ្លាចសៀមតាហៅវាសៀមអញ្ចឹងតាមានខ្លាចអីតើលោកតាយល់យ៉ាងម៉េចដែរវិស័យអគ្គិសនីនៅកម្ពុជាវិស័យអគ្គិសនីនៅកម្ពុជាក្រាន់បើជាងមុនណាមានន័យថាប្រជាជនខ្មែរអាចមានចរន្តអគ្គិសនីប្រើប្រាស់ក្រាន់បើជាងមុនតែអាមន្ត្រីអគ្គិសនីដែលវាអួតខ្លាំងពេកតាក៏មិនជឿវាដែរប៉ុន្តែវាក្រាន់បើជាងមុនតាធ្វើដោយមិនដេចបានសុំលុយម៉ែទិញកុំព្យូទ័របានបើសុំលុយម៉ែមិនបានប្លន់ម៉ែទៅកូនព្រោះនៅក្នុងរបបហ៊ុនសែនបដៅឲ្យអញ្ចឹងបើយកមិនបានធម្មតាទេប្លន់ស្រុកហ្នឹងគេបដៅអញ្ចឹងនៅស្រុកតាឯណាបើសុំលុយម៉ែមិនបានរើសកំប៉ុងលក់សុំលុយទិញកុំព្យូទ័របើនៅស្រុកកូនឯងមានតែប្លន់ពីព្រោះរាជការកាលណាយកមិនបានប្លន់ហើយអាហ្នឹងចាកំហៅតាមិនបានប្រាក់នៅខ្មែរពេលបងរំលោះខ្ពស់12%អាហ្នឹងស្រេចទៅលើគេយកកម្ចីមកនៅប្រទេសអាមេរិកនេះថ្លៃបងរំលោះខ្លាំងរហូតដល់28%ខ្ពស់ជាងនៅស្រុកខ្មែរទៀតអូខេដំណោះស្រាយកូនឯងកុំជពាក់គេទៅចប់ហើយណាសន្សំលុយទិញស្អីតែកូនឯងចង់ទិញបានឈប់ជពាក់គេណាណាងតាមិនបានសម្ដេចគាត់អត់ដេញយួនចាញ់ពីទឹកគាត់ដេញយួនណាបើយួនច្បាយគាត់ដូច្នេះប្រជាជនយួនគឺជាប្រជាជនរបស់ច្បាយគាត់ហ៊ានណាពេលយួនមកម្ដងយួនប្រាប់ថាឲ្យលោកហ៊ុនសែននឹងផ្ដល់សញ្ជាតិឲ្យវៀតណាមនេះចៅឯងអត់ដឹងទេតែដេញយួនមិនយួនជាចៅវាយខ្ញុំជាសិស្សវិទ្យាល័យតើរបស់សំខាន់អ្វីខ្លះដែលគួរវិនិយោគលើរៀនខំរៀនទាញព្រាត់ចោតឈូងបោះអង្គញ់របស់ខ្មែរមែនទេបាទតែបាញ់ទឹកប៉ាតម្សៅហើយយកឡានទឹកមកបាញ់នៅវត្តគឺជាវប្បធម៌បរទេសដែលកំពុងតែបំផ្លាញបែកផុកជាច័ន្ទលៀងតាចូលចិត្តស្ទូចត្រីឬទេបើនៅអាមេរិកឮថាត្រូវមាន license បាទនៅអាមេរិកយើងស្ទូចត្រីយើងត្រូវមានច្បាប់តាអត់ចូលចិត្តបាញ់សត្វអត់ចូលចិត្តស្ទូចត្រីអត់ចូលចិត្តជលសត្វឬជលមាន់តាអត់ធ្វើទេណាហើយនឹង picnic នាំគ្នាទៅបោះជំរំក្នុងព្រៃអីតាអត់ធ្វើទេពីព្រោះតាដេកព្រៃឆ្អែតហើយរឿងស្ទូចត្រីរឿងបាញ់សត្វតាមិនដែលប្រព្រឹត្តទេតាំងពីក្មេងមកតាអត់ធ្វើទេតាចូលចិត្តដើរមើលទេសភាពអីអានឹងតាធ្វើទៅបោះជំរំនៅក្នុងព្រៃតាអត់ធ្វើទេតាដេកព្រៃឆ្អែតដែរ
ណាតើអត់មានត្រូវការប្រេយទេតើអាចទៅអង្គុយមាត់ស្ទឹងមាត់អីមានផ្លែឈើមានអីញ៉ាំស្ដាប់ចម្រៀងបន្តិចបន្តួចឬក៏លេងកីឡាបន្តិចបន្តួចបើករថយន្តមើលទេសភាពចាក់ចម្រៀងស្ដាប់ចូលទៅអាហារដ្ឋានឬទីលក់ភេសជ្ជៈនៅតាមដងផ្លូវអីអានឹងតាមធ្វើចំណាយស្ទូចត្រីចំណាយបាញ់សត្វតើអត់ធ្វើទេណាតើអត់ធ្វើទេលូមែនកាលពី8 ទៅ 10 ឆ្នាំមុនខ្ញុំចូលចិត្តលេងទឹកពេលចូលឆ្នាំតែឥឡូវមិនដែលលេងទេហ្នឹងស្រេចនឹងចិត្តខ្ញុំគ្រាន់តែប្រាប់ថាវាជាវប្បធម៌បរទេសពីដើមអត់មានទេនៅស្រុកខ្មែរមានតែនៅប៉ៃលិនបន្តិចបន្តួចនៅក្បែរព្រំដែនថៃអីបន្តិចបន្តួចបាត់ដំបងក៏អត់មានដែរលោកតាប្រពន្ធតាអាមេរិកឡើងចុះអញ្ចឹងតើអាមេរិកអាចធ្លាក់ខ្សែទឹកកាច់ចុះឆ្នាំដូចឆ្នាំ8ខ្សែទឹកកាច់វាមិនដូចឆ្នាំ8ទេប៉ុន្តែទំនាក់ទំនងជាមួយនឹងសហគមន៍អន្តរជាតិអាមេរិកមានឈ្មោះអត់ល្អទេពីព្រោះនយោបាយអាមេរិករញ៉ៃពេកទោះបីលោកប្រធានាធិបតីគាត់អួតថាអាមេរិកខ្លាំងគេគោរពអាមេរិកឯអត់ទេគេអត់សប្បាយចិត្តនឹងអាមេរិកហើយអាការអត់សប្បាយចិត្តហ្នឹងខ្ញុំក៏មិនសូវជាខ្វល់ប្រហែលទេតែខ្វល់ជាងគេគឺសន្តិភាពពិភពលោកដែលខ្ញុំចាប់អារម្មណ៍គឺសន្តិភាពពិភពលោកអាមេរិកជាមហាអំណាចបើសិនណាជាដឹកនាំពិភពលោកច្រងេងច្រងាងម្ដងអីចេះម្ដងអីចុះវាធ្វើឲ្យសន្តិភាពពិភពលោកបាត់បង់ពិភពលោកអាចខិតចូលទៅហានិភ័យនេះខ្ញុំព្រួយបារម្ភអញ្ចឹងទេរីឯសេចក្តីចម្រើនខាងសេដ្ឋកិច្ចអាមេរិកខ្ញុំមិនជឿថាសេដ្ឋកិច្ចអាមេរិកទទួលសេចក្តីចម្រើននៅពេលដែលនយោបាយម្ដងអីចេះម្ដងអីចុះផ្លាស់ប្ដូរលឿនពេកខ្ញុំអត់ជឿថាសេដ្ឋកិច្ចពិភពលោកនិងសេដ្ឋកិច្ចអាមេរិកដំណើរការល្អទេខ្ញុំអត់ជឿទេអានេះតាមទ្រឹស្ដីដែលខ្ញុំយល់គឺអត់ជឿពីព្រោះកាលណាយើងអត់មានស្ថិរភាពយើងមិនអាចដាក់ផែនការបានកាលណាយើងគ្មានស្ថិរភាពយើងមិនអាចដាក់ផែនការបានកាលណាយើងមិនអាចដាក់ផែនការបានគឺយើងអត់មានផែនការអនាគតកាលណាយើងអត់មានផែនការអនាគតយើងធ្វើតាមកលៈទេសៈអត់ទៀងទាត់ទេណាអានឹងអញ្ចឹងដាក់លើផ្ទះលេខ2តាមខ្ញុំយល់គេយករឿងកំ pl មកនិយាយចង់គេនិយាយអីក៏ដោយពួកអាអ្នកបង្កើតផ្ទះលេខ2ហ្នឹងគឺខ្លាចសៀមវាអត់ហ៊ានហៅសៀមតាសៀមវាខ្លាចសៀមអញ្ចឹងជួយផ្សាយផងតាជេមសុកប្រាប់តាអាណាអត់ហ៊ានហៅសៀមគឺអាហ្នឹងខ្លាចសៀមអន់ណាមិនបាច់លូទេបើខ្លាចសៀមមិនបាច់លូទេអូខេមិនបាច់លូទេខ្លាចសៀមហើយណាដោយអារឿងអត់ហ៊ានហៅយួនថាយួនទេហៅវៀតណាមកន្ទួយអីយួនតែយួនហើយមកពីអីមកពីខ្លាចគេដំបូងគេដាក់អង្គការមួយឲ្យត្រួតត្រាស្រុកខ្មែរហើយអង្គការហ្នឹងគេប្រាប់ឲ្យប្រើវៀតណាមខ្មែរហៅតែយួនខ្ញុំកើតមកហៅតែយួនខ្ញុំលេងតែជាមួយកូនយួនអារឿងហៅយួនវៀតណាមនេះខ្លាចគេបានកើតវៀតណាមហ្នឹងមកហើយឥឡូវហ្នឹងហៅអាសៀមហ្នឹងអាថៃសៀមហ្នឹងហៅវាថាផ្ទះលេខ2ខ្លាចវាអញ្ចឹងមានន័យថាម៉េចអ្នកដែលហៅអញ្ចឹងគឺជាមនុស្សកំសាកភាសាខ្មែរយើងមានស្អប់គេណាដូចខ្ញុំអីមានដែលឲ្យស្អប់យួនស្អប់សៀមឯណាខ្ញុំអត់មាននាំអាចឲ្យស្អប់ទេតែខ្ញុំហៅសៀមយួនវាទៅអីមកវាខ្លាចគេហ្នឹងណា